យល់ដឹងពីផ្កាយចម្លែកនិងបាតុភូតដ៏ខ្លាំងមហិមាក្នុងចក្រវាឡនៅពេលយើងសម្លឹងមើលមេឃនៅពេលយប់យើងឃើញចំណុចភ្លឺរាប់ពាន់ដែលហៅថាផ្កាយសម្រាប់មនុស្សបុរាណផ្កាយគឺជាវត្ថុអាថ៌កំបាំងដែលជាប់ទាក់ទងនឹងរឿងព្រេងសាសនានិងជំនឿជាច្រើនប៉ុន្តែសម្រាប់វិទ្យាសាស្ត្រទំនើបផ្កាយគឺជាមន្ទីរពិសោធន៍ធម្មជាតិដ៏អស្ចារ្យដែលអាចបង្ហាញពីច្បាប់រូបវិទ្យាដ៏ស្មុគស្មាញបំផុតនៅក្នុងចក្រវាឡក្នុងចំណោមផ្កាយរាប់សែនលាននៅក្នុងចក្រវាឡមានផ្កាយមួយចំនួនដែលចម្លែកខ្លាំងរហូតធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលខ្លះមានដងស៊ីតេខ្ពស់មិនគួរឲ្យជឿខ្លះបញ្ចេញថាមពលខ្លាំងជាងព្រះអាទិត្យរាប់លានដងហើយខ្លះទៀតអាចបំផ្លាញភពទាំងមូលប្រសិនបើវាស្ថិតនៅជិតពេកការសិក្សាអំពីផ្កាយចម្លែកនិងបាតុភូតដ៏ខ្លាំងមហិមាទាំងនេះមិនត្រឹមតែជួយឲ្យយើងយល់អំពីចក្រវាឡប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យយើងយល់អំពីប្រភពកំណើតរបស់ធាតុគីមីជីវិតនិងអនាគតនៃប្រព័ន្ធព្រះអាទិត្យរបស់យើងផងដែរតើផ្កាយជាអ្វីផ្កាយគឺជាបាល់អូស្មန်ដ៏ធំដែលភាគច្រើនផ្សំឡើងពីអ៊ីដ្រូសែននិងហេលីយ៉ូមនៅក្នុងស្នូលរបស់ផ្កាយមានប្រតិកម្មនុយក្លេអ៊ែររលាយបញ្ចូលគ្នាដែលបំលែងអ៊ីដ្រូសែនទៅជាហេលីយ៉ូមហើយបញ្ចេញថាមពលយ៉ាងច្រើនថាមពលនេះត្រូវបានបញ្ចេញជាពន្លឺនិងកម្ដៅព្រះអាទិត្យរបស់យើងក៏ជាផ្កាយមួយដែរដែលផ្ដល់ថាមពលសម្រាប់ជីវិតនៅលើផែនដីផ្កាយមិនមានអាយុកាលអចិន្ត្រៃយ៍ទេពួកវាកើតរស់នៅនិងស្លាប់វដ្តជីវិតនេះអាស្រ័យលើម៉ាស់របស់វាកំណើតរបស់ផ្កាយកើតឡើងពីពពកអូស្មန်និងធូលីយៈដែលគេហៅថា nebula នៅពេលទំនាញទាញអូស្មန်ឲ្យប្រមូលផ្ដុំគ្នាសីតុណ្ហភាពនៅកណ្ដាលកើនឡើងនៅពេលសីតុណ្ហភាពឈានដល់រាប់លានអង្សាប្រតិកម្ម fusion ចាប់ផ្ដើមហើយផ្កាយថ្មីមួយបានកើតឡើងព្រះអាទិត្យរបស់យើងបានកើតឡើងប្រហែល 4.6 ពាន់លានឆ្នាំមុនពីពពកអូស្មန်មួយក្នុងកាឡាក់ស៊ី Milky Way ផ្កាយណឺត្រុងវត្ថុដ៏ចម្លែកបំផុតមួយនៅពេលផ្កាយធំមួយអស់អន្តរវាអាចផ្ទុះជា supernova ហើយស្នូលរបស់វានឹងដួលរលំទៅជាផ្កាយណឺត្រុងផ្កាយណឺត្រុងមានទំហំត្រឹមប្រហែល20គីឡូម៉ែត្រប៉ុន្តែមានម៉ាស់ធំជាងព្រះអាទិត្យដងស៊ីតេរបស់វាខ្ពស់ខ្លាំងណាស់ស្គរមួយស្លាបព្រាប្រសិនបើយកសារធាតុពីផ្កាយណឺត្រុងមកដាក់លើផែនដីវាអាចមានទម្ងន់រាប់ពាន់លានតោនពូសាបង្គោលភ្លើងនៃចក្រវាឡពូសាគឺជាប្រភេទផ្កាយណឺត្រុងដែលវិលលឿនខ្លាំងវាបញ្ចេញកាំរស្មីចេញពីប៉ូលទាំងពីរនៅពេលកាំរស្មីនោះបាញ់កាត់ផែនដីយើងឃើញវាដូចជាកំពុងផ្លិតផ្លែតពូសាខ្លះវិលលឿនជាង700ដងក្នុង1វិនាទីនេះធ្វើឲ្យវាក្លាយជាវត្ថុមួយក្នុងចំណោមវត្ថុដែលវិលលឿនបំផុតក្នុងចក្រវាឡ Magneta វាលម៉ាញេទិក Magneta គឺជាផ្កាយណឺត្រុងដែលមានវាលម៉ាញេទិកខ្លាំងបំផុតដែលគេស្គាល់វាលម៉ាញេទិការបស់ Magneta អាចខ្លាំងជាងវាលម៉ាញេទិកផែនដីរាប់ពាន់លានដងប្រសិនបើ Magneta មួយស្ថិតនៅពាក់កណ្ដាលចម្ងាយរវាងផែនដីនិងព្រះច័ន្ទវាអាចបំផ្លាញកាត់ឥណទាននិងឧបករណ៍អេឡិចត្រូនិកទាំងអស់នៅលើផែនដីផ្កាយក្រហមនៅពេលផ្កាយដោយព្រះអាទិត្យអស់អ៊ីដ្រូសែនវានឹងពង្រីកខ្លួនទៅជាផ្កាយក្រហម Betelgeuse គឺជាឧទាហរណ៍ដ៏ល្បីផ្កាយប្រភេទនេះអាចមានអង្កត់ផ្ចិតធំជាព្រះអាទិត្យរាប់រយដងប្រសិនបើ Betelgeuse ដាក់នៅទីតាំងព្រះអាទិត្យវាអាចលាតសន្ធឹងហួសកន្លងរបស់ភពអង្គារផ្កាយខៀវផ្ទុយពីផ្កាយក្រហមផ្កាយខៀវមានសីតុណ្ហភាពខ្ពស់ខ្លាំង Rigel គឺជាឧទាហរណ៍មួយវាបញ្ចេញថាមពលខ្លាំងជាងព្រះអាទិត្យរាប់ម៉ឺនដងហើយមានអាយុកាលខ្លីព្រោះវាប្រើឥន្ធនៈយ៉ាងលឿន White Dwarfបន្ទាប់ពីផ្កាយដោយព្រះអាទិត្យបាត់បង់ស្រទាប់ខាងក្រៅវានឹងនៅសល់ស្នូលតូចមួយហៅថា White Dwarf មានទំហំប្រហែលផែនដីប៉ុន្តែមានម៉ាស់ប្រហាក់ប្រហែលព្រះអាទិត្យវាជាវត្ថុដែលមានដងស៊ីតេខ្ពស់ខ្លាំងនិងត្រជាក់បន្តិចម្ដងអស់រយៈពេលរាប់ពាន់លានឆ្នាំ Supernova ការផ្ទុះដ៏ខ្លាំងមហិមា Supernova គឺជាការផ្ទុះរបស់ផ្កាយដ៏ធំមួយក្នុងរយៈពេលខ្លីវាអាចភ្លឺជាងកាឡាក់ស៊ីទាំងមូលធាតុធ្ងន់ៗដូចជាមាស Platin និងអ៊ុយរ៉ាញ៉ូមត្រូវបានបង្កើតក្នុងការផ្ទុះ Supernova និយាយម្យ៉ាងទៀតអាតូមនៅក្នុងរាងកាយមនុស្សជាច្រើនត្រូវបានបង្កើតនៅក្នុងផ្កាយដែលស្លាប់កាលពីពាន់លានឆ្នាំមុនHypernova ខ្លាំងជាង Supernova Hypernova គឺជាការផ្ទុះដ៏កម្រមួយដែលខ្លាំងជាង Supernova ច្រើនដងវាអាចបញ្ចេញថាមពលយ៉ាងសម្បើមនិងបង្កើតប្រហោងខ្មៅអ្នកវិទ្យាសាស្ត្រជឿថា Hypernova ខ្លះជាប្រភពនៃ Gamma Ray Burst Gamma Ray Burst គឺជាការផ្ទុះដ៏ខ្លាំងបំផុតដែលគេស្គាល់នៅក្នុងចក្រវាឡវាអាចបញ្ចេញថាមពលក្នុងប៉ុន្មានវិនាទីស្មើនឹងថាមពលដែលព្រះអាទិត្យផលិតអស់អាយុកាលរបស់វាប្រសិនបើ GRB មួយកើតឡើងនៅជិតផែនដីហើយបាញ់មករកយើងវាអាចបំផ្លាញស្រទាប់អូសូននិងបង្កគ្រោះមហន្តរាយដល់ជីវិតប្រហោងខ្មៅគឺជាវត្ថុដែលមានទំនាញខ្លាំងបំផុតសូម្បីតែពន្លឺក៏មិនអាចរត់គេចពីវាបាននៅកណ្ដាលនៃកាឡាក់ស៊ី Milky Way មានប្រហោងខ្មៅយក្សឈ្មោះ Sagittarius A វាមានម៉ាស់ធំជាងព្រះអាទិត្យប្រហែល4លានដង Quasar គឺជាវត្ថុភ្លឺបំផុតមួយក្នុងចក្រវាឡវាកើតឡើងនៅពេលប្រហោងខ្មៅយក្សលេបសារធាតុជុំវិញខ្លួនថាមពលដែលបញ្ចេញចេញអាចភ្លឺជាងកាឡាក់ស៊ីទាំងមូលអ្នកវិទ្យាសាស្ត្រប្រើ Quasar ដើម្បីសិក្សាចក្រវាឡដំបូងផ្កាយចម្លែកដែលអាចធ្វើពី quark មានទ្រឹស្ដីមួយអំពី quark star វាអាចជាផ្កាយណឺត្រុងដែលត្រូវបានបង្ហាប់ខ្លាំងរហូតដល់ណឺត្រុងបែកទៅជា quarks បច្ចុប្បន្នមិនទាន់មានភស្តុតាងច្បាស់លាស់ថាវាមានពិតប្រាកដទេប៉ុន្តែវាជាប្រធានបទស្រាវជ្រាវដ៏គួរឲ្យចាប់អារម្មណ៍ផ្កាយដ៏ធំបំផុតដែលគេស្គាល់
Vaiskouti គឺជាផ្កាយដ៏ធំបំផុតមួយដែលគេស្គាល់ប្រសិនបើវាដាក់នៅទីតាំងព្រះអាទិត្យវាអាចលាតសន្ធឹងហួសគន្លងរបស់ភពរហ័សទំហំដ៏មហិមារបស់វាបង្ហាញថាចក្រវាឡមានវត្ថុដែលធំជាងការស្រមៃរបស់មនុស្សយ៉ាងខ្លាំងការប៉ះទង្គិចរវាងផ្កាយណឺត្រុងនៅឆ្នាំ2017អ្នកវិទ្យាសាស្ត្របានរកឃើញរលកទំនាញពីការប៉ះទង្គិចរវាងផ្កាយណឺត្រុងពីរព្រឹត្តិការណ៍នេះបានបង្កើតធាតុធ្ងន់ធ្ងរជាច្រើនរួមទាំងមាសផងដែរការរកឃើញនេះបានបញ្ជាក់ការព្យាករណ៍របស់ Albert Einstein អំពីរលកទំនាញគឺជារលកនៅក្នុងក្រណាត់នៃអវកាសពេលវេលាវាកើតឡើងនៅពេលវត្ថុដ៏ធំៗដូចជាប្រហោងខ្មៅឬផ្កាយណឺត្រុងប៉ះទង្គិចគ្នាការរកឃើញរលកទំនាញបានបើកសម័យថ្មីនៃតារាវិទ្យាតើផ្កាយចម្លែកទាំងនេះមានសារៈសំខាន់អ្វីការសិក្សាផ្កាយចម្លែកនិងបាតុភូតខ្លាំងៗជួយឲ្យយើងយល់ពីច្បាប់រូបវិទ្យាខ្លាំងបំផុតយល់ពីប្រភពកំណើតធាតុគីមីសិក្សាពីការវិវត្តនៃកាឡាក់ស៊ីស្វែងរកអាចកំបាំងអំពីប្រហោងខ្មៅយល់ពីអនាគតរបស់ព្រះអាទិត្យចក្រវាឡគឺជាកន្លែងដែលពោពេញដោយអច្ឆរិយភាពពីផ្កាយណឺត្រុងដែលមានដង់ស៊ីតេមិនគួរឲ្យជឿម៉ាក់នេថាដែលមានវាលម៉ាញេទិកខ្លាំងបំផុត Supernova និង Hypernova ដែលបញ្ចេញថាមពលដ៏មហិមារហូតដល់ប្រហោងខ្មៅដែលអាចបត់កោងអវកាសនិងពេលវេលាទាំងអស់នេះបង្ហាញថាធម្មជាតិអាចបង្កើតវត្ថុដែលលើសពីការស្រមៃរបស់មនុស្សផ្កាយចម្លែកមិនមែនគ្រាន់តែជាវត្ថុឆ្ងាយនៅលើមេឃទេពួកវាគឺជាគន្លឹះសម្រាប់យល់ពីប្រភពកំណើតនៃធាតុគីមីជីវិតនិងច្បាប់មូលដ្ឋាននៃចក្រវាឡរាល់ការរកឃើញថ្មីៗអំពីផ្កាយទាំងនេះកំពុងនាំឲ្យមនុស្សកាន់តែខិតជិតការយល់ដឹងអំពីអាចកំបាំងដ៏ធំបំផុតមួយតើចក្រវាឡដំណើរការយ៉ាងដូចម្តេចនិងតើទីកន្លែងរបស់យើងនៅក្នុងចក្រវាឡដ៏ធំនេះស្ថិតនៅត្រង់ណា